បាទជំរាបសួរអ្នកនរគ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំមកចែករំលែកខ្លីមួយសម្រាប់អ្នកទាំងអស់គ្នាដែលគាត់ធុញទ្រាន់និងមានគេអេតយើងចូលទៅក្នុងក្រុមជាភាសាគឺកម្មវិធី Telegram នឹងតែម្ដងអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបបង្កាត់បិទដើម្បីកុំឲ្យគេអេតយើងចូលទៅក្នុងក្រុមរបស់គេបានអញ្ចឹងបើសិនជាអ្នកគ្នាមើលវីដេអូនេះហើយគឺថាល្អអ្នកគ្នាកុំភ្លេចចុច Subscribe trên YouTube ខ្ញុំអ្នកមួយផងអ្នកគ្នាបានគាត់តែវិជាការចែកម្លែកទេអញ្ចឹងអ្នកគ្នាគាត់ស្រាប់ដៃ Android អ្នកគ្នាចូលក្នុង set ចូលក្នុង Telegram របស់យើងមកបន្តទៀតអ្នកគ្នារកពាក្យថា setting បាទអញ្ចឹងអ្នកគ្នាយកពាក្យ setting មកបន្តទៀតអ្នកគ្នាមករកពាក្យថា privacy បាទនេះរូបសញ្ញាសោនេះបាទអ្នកខ្ញុំចូលលេខរូបសញ្ញាសោនោះមកបន្តទៀតអ្នកគ្នាអូសចូលក្រោមមកបាទអ្នកគ្នាអូសចូលក្រោមអស់មកអ្នកគ្នាពេញពាក្យថាកន្លែងនេះកន្លែងអក្សរនេះ invite អ្នកគ្នាបាទដូចខ្ញុំអានខុសអីជាស្រ័យអ្នកគ្នាចូលលើនឹងមកបាទបន្តទៀតនឹងឃើញទម្រង់បែបនេះហើយអញ្ចឹងជាធម្មតាអ្នកគ្នាប្រកាសជាធ្វើឃើញដូចខ្ញុំអញ្ចឹងហើយអ្នកគ្នាបាទអត់យើងបានបិទទេអញ្ចឹងគេដាក់អក្សរនេះថាកន្លែង admin នេះអញ្ចឹងមានន័យថាបើសិនជាយើងអត់បានបិទឡើយហ្នឹងទេអញ្ចឹងគឺអ្នកណាក៏ដោយក៏គេអាច add យើងបានដែរអញ្ចឹងគេនឹង add យើងចូលទៅក្នុងក្រុមឬក៏ក្នុងក្រុមមិនល្អអីណាមួយអីចឹងទៅអញ្ចឹងអ្នកគ្នាអាចធ្វើការបិទបានដោយមិនឲ្យគេ add យើងចូលបានដោយបើមិនមានការអនុញ្ញាតពីយើងអញ្ចឹងអ្នកគ្នាចុចកន្លែងយកអាខាងក្រោមគេបោះនេះមកបាទចុចយកអាខាងក្រោមគេបោះនេះមកអញ្ចឹងបន្តទៀតអ្នកគ្នាក៏ចុចកន្លែងសញ្ញា tick នេះមកបាទអូខេចុចកន្លែងសញ្ញា tick នេះហើយគឺបានហើយអ្នកគ្នាបាទអញ្ចឹងនៅពេលដែលមានអ្នកគេចង់ add យើងចូលក្នុងក្រុមឬក៏ចង់ add អីគឺអត់បានទេលើកលែងតាមានការយក pro ពីខាងយើងបានយើងបានអាច add ចូលបានអញ្ចឹងណាអ្នកគ្នាបាទឬក៏យើងចង់ link ចូលទៅខ្លួនឯងគឺយើងអាចចូលបាននៅក្នុងក្រុមរបស់គេនឹងអញ្ចឹងណាអញ្ចឹងយើងអត់អស់អារម្មណ៍ពីការគេទាញចូលក្រុមមិនល្អឬក៏ក្រុមរឿងអីផ្សេងអញ្ចឹងទៅអ្នកគ្នាបាននៅក្នុង Telegram បងប្អូននៅស្រាប់ហើយកាលណាដែលយើងអត់បិទទេគឺវានឹង load មកញ៉ៃមែនទែនបាទអញ្ចឹងវីដេអូពីការចែករំលែកក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាសង្ឃឹមថាជួបខ្ញុំនៅវីដេអូក្រោយទៀតបាទអូខេអរគុណច្រើន